បងប្អូនអ្នកចូលចិត្តកសាំងទៀតត្រូវឲ្យបងប្អូនមកថ្ងៃនេះខ្ញុំចែកចម្លែកបងប្អូនយើងមុខបើកុំឲ្យបងប្អូនយើងហូបតែឆាឬក៏ញោមកសាំងទៀតដដែលចឹងវិញ្ញាណណាបងប្អូនណាបាទខ្ញុំចែកចម្លែកបងប្អូនថ្ងៃនេះបាទបងប្អូនអាចយកទៅធ្វើបានហើយធានាថាឆ្ងាញ់បងប្អូនយើងបាទហើយបងប្អូនយើងកុំភ្លេច share ចែកចម្លែកទាំងអស់គ្នាផងដើម្បីឲ្យបងប្អូនយើងអ្នកដែលចូលចិត្តសាំងទៀតបើមិនដឹងធ្វើអីបងប្អូនយើងបាទញ៉ាំម្ហូបដដែលបើមិនដឹងថាធ្វើម្ហូបអីឆ្ងាញ់បាទថ្ងៃនេះខ្ញុំចែកចម្លែកបងប្អូនយើងតែម្ដងហើយបងប្អូនថ្ងៃនេះទៅសារទិញបានកសាំងទៀត2ដុំបងប្អូនណាបាទ1ដុំ2500 2ដុំ5000បងប្អូនបានយើងធ្វើតែ1ដុំទេដោយសារតែញ៉ាំអត់អស់ទេម្នាក់ឯងបងប្អូនណាបាទជាមួយនឹងបកាគ្រីម1000លុយខ្មែរយើងបងប្អូនណាបាទគ្រឿងនេះគឺខ្ញុំប្រើជាមួយនឹងផ្សិតចំបើង2គ្រាប់ខ្ញីគល់ខ្ទឹមជាមួយនឹងពងទាប្រៃ2គ្រាប់បងប្អូនយើងបាទងាយមែនទេហើយមុខម្ហូបនេះគឺអត់ចំណាយលុយច្រើនទេបងប្អូនណាបាទជំហានដំបូងគឺយើងដុតខ្លាញ់ជាមួយខ្ទះក្តៅយើងដាក់កសាំងទៀបចូលបងប្អូនណាបាទថ្ងៃបងប្អូនពេលដាក់នឹងប្រយ័ត្នផងបាទប្រយ័ត្នវាលាក់ដៃបងប្អូនយើងបាទបន្ទាប់មកទៀតគឺយើងឆាវាមកត្រឡប់ពីមកបងប្អូនយើងដើម្បីឲ្យវាជោគខ្លាញ់បាទបន្ទាប់មកទៀតគឺយើងត្រឡប់វាបងប្អូនយើងត្រឡប់វាបាទហើយចំពោះការឆានេះខ្ញុំប្រើអំបិលបាទជាមួយនឹងស្ករទេបងប្អូនណាបាទអត់ប្រើប៊ីចេងទេបាទបន្ទាប់មកទៀតគឺយើងឆាវាត្រឡប់ទៀតបងប្អូនយើងអត់ស្រស់ទេបាទតែស្រស់គឺអស់ជាតិអីគឺសាទៀតនេះបាទយើងឆាគឺវានៅស្រួយដើមល្អបងប្អូនយើងបាទធ្វើដូចខ្ញុំអញ្ចឹងមកបាទងាយស្រួលមែនទេបាទហើយអត់ចំណាយលុយច្រើនទេបាទបន្ទាប់មកយើងឆាឆ្អិននេះខ្សាំងទៀបយើងដុសចេញសិនមកបងប្អូនណាបាទយើងចាប់ផ្ដើមដាក់ខ្លាញ់ឆាជាមួយនឹងពងទាប្រៃយើងហ្នឹងបងប្អូនយើងឆាដើម្បីអីបាទពេលយើងឆាពងទាប្រៃឲ្យវាឡើងពពុះបងប្អូនណាបាទគឺទឹកហ្នឹងគឺវាខាប់ល្អវាសល្អបានន័យថាវាមើលទៅដូចទឹកដោះគោអញ្ចឹងបងប្អូនហើយវាមានជាតិបាទបន្ទាប់មកទៀតគឺយើងដាក់ប្រសិទ្ធចំបើងបាទផ្សិតចំបើងជាមួយនឹងគល់ខ្ទឹមហើយខ្ញីនឹងចូលបងប្អូនណាបាទយើងលីងវាតិចមកឲ្យវាឡើងចំពោះចឹងមកបងប្អូនយើងបាទហើយកុំខ្លាចតាលីងចឹងវាអត់ឆ្ងាញ់បាទឆ្ងាញ់ទៅនេះបាទបន្ទាប់មកទៀតគឺយើងដាក់ទឹកបងប្អូនណាបាទយើងដាក់ទឹកបរិមាណកុំច្រើនពេកមកអានឹងរបៀបថាបើភាសាចិនគេហៅថាសាំងថាំងបាទហ្នឹងហើយបងប្អូនបាទបន្ទាប់មកទៀតគឺយើងតម្លាក់បកាចូលបកាក្រៀមយើងណាបងប្អូនណាតូចហ្នឹងបាទបន្ទាប់មកទៀតគឺយើងត្រូវប្រើជាមួយនឹងម្រេចបងប្អូនយើងបើសិនជាមានម្រេចសដាក់សបើមានខ្មៅដាក់ខ្មៅបងប្អូនយើងបាទញ៉ាំបានដូចគ្នាក្លិនឈ្ងុយដូចគ្នាបងប្អូនបាទបន្ទាប់មកទៀតគឺយើងត្រូវដាក់កសាំងទៀបទៅចូលបាទរងាស់វាបន្តិចទៀតបងប្អូនណាដើម្បីឲ្យវាចូលជាតិកសាំងទៀបបាទបើសិនជាយើងស្រូបពីលើទៅមកគឺវាអត់ចូលជាតិទេបាទចុងក្រោយគឺយើងថែមខ្លាញ់ពីលើបន្តិចទៀតបងប្អូនណាបាទយើងដាក់ខ្លាញ់ពីលើបន្តិចទៀតគឺឆ្អិនរួចរាល់ហើយបងប្អូនយើងបាទងាយមែនតើហើយមុខម្ហូបនេះដែរគឺចំណាយលុយតិចបងប្អូនយើងខ្លាំងចំណាយតែ5000ទេមកពេលគឺបងប្អូនយើងអាចហូបបានហើយសម្រាប់លក្ខណៈគ្រួសារ3នាក់អីមកបងប្អូនណាបាទជាមួយនឹងត្រីងៀតមួយកន្ទុយទៀតហើយបងប្អូនយើងបាទហើយក៏អរគុណបងប្អូនយើងសម្រាប់ទស្សនាវីដេអូក៏ដូច share និងចែករំលែកទាំងអស់គ្នាបងប្អូនយើងបាទចំពោះបងប្អូនយើងអ្នកដែលត្រូវការខ្ទះឥឡូវគឺខ្ញុំនៅលេខ40និង42ក្បិតអីមានគ្រប់ប្រភេទជាមួយនឹងខ្ទះគឺលេខ40លេខ36លេខ38គឺប្រហែលជា4ថ្ងៃទៀតបានចូលស្តុកច្រើនបងប្អូនយើងចូលប្រហែលជា5 600គ្រាប់អញ្ចឹងអរគុណបងប្អូនយើងបាទសម្រាប់ការ share និងចែករំលែកទាំងអស់គ្នាបាទសម្រាប់បងប្អូនយើងឥឡូវអាចឆាតមកកំងកន្ទះបានបាទគឺខ្ញុំអាចបើកកក់ឲ្យសម្រាប់លេខតូចបាទលេខ36និង38បងប្អូនយើងបាទសម្រាប់លេខធំគឺយើងនៅមានក្នុងស្តុកដដែលក៏ដូចជាក្បិតវៃឆាវៃសឡំបងអញ្ចឹងធំខ្លាញ់កត្រងស្រុកត្រង់ខ្លាញ់ចឹងបងប្អូនណាបាទអរគុណជួបគ្នានៅវីដេអូក្រោយទៀតបងប្អូនណាបាទសង្ឃឹមថាបងប្អូនយើងនឹងចេះបានមកមុខទៀតបាទអរគុណច្រើនបាទបាយបាយ